ព័ត៌មានសំខាន់ហើយព័ត៌មានគួរឲ្យភ្ញាក់ផ្អើលមិននឹកស្មានថាថៃខ្លាចច្បាប់អន្តរជាតិដល់ថ្នាក់នេះទេសូមតាមដានទស្សនាឲ្យបានដល់ចប់ជាមួយខ្ញុំដូចតទៅពេញចិត្តវីដេអូនេះបងប្អូនកុំភ្លេចចុច like comment និង share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិអាប់ដេតជារៀងរាល់ថ្ងៃគ្រាន់តែចុច subscribe លើ Channel Info Share ជាការស្រេចសារព័ត៌មាន The Standard បានចុះផ្សាយយ៉ាងទូលំទូលាយនៅព័ត៌មានដ៏មានសារៈសំខាន់មួយកាលពីថ្ងៃច័ន្ទទី20ខែកក្កដាឆ្នាំ2026ដែលបង្ហាញអំពីការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហាសៈភួងកេតកែវនៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយនឹងភាគីប្រទេសចិននៅក្នុងកិច្ចប្រជុំនោះមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថៃរូបនេះបានធ្វើការបញ្ជាក់យ៉ាងច្បាស់លាស់ថាប្រទេសថៃកំពុងតែខិតខំប្រឹងប្រែងធ្វើគ្រប់យ៉ាងទាំងអស់ដើម្បីធ្វើយ៉ាងណាព្យាយាមស្នើសុំនិងជំរុញឲ្យភាគីកម្ពុជាងាកមកប្រើប្រាស់យន្តការទ្វេភាគីជាមួយនឹងប្រទេសថៃឡើងវិញលើគ្រប់បញ្ហាទាំងអស់ដើម្បីព្យាយាមកសាងទំនុកចិត្តរួមគ្នាឡើងវិញនៅលើឆាកអន្តរជាតិការលើកឡើងនេះត្រូវបានគេមើលឃើញថាគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូតរបស់ថៃដើម្បីព្យាយាមគេចវេះអំពីការយកបញ្ហាទៅដោះស្រាយនៅក្នុងក្របខ័ណ្ឌអន្តរជាតិដែលខ្លួនពិបាកនៅក្នុងការគ្រប់គ្រងស្ថានភាពថៃហាក់បីដូចជាកំពុងតែព្យាយាមប្រើប្រាស់គ្រប់មធ្យោបាយនិងគ្រប់ទម្រង់នយោបាយទាំងអស់ដើម្បីបញ្ចុះបញ្ចូលបណ្ដាប្រទេសដៃគូឲ្យជួយដាក់សម្ពាធឬក៏ទន់ភ្លន់មករកការចរចាបែបទ្វេភាគីដែលជាទម្រង់មួយងាយស្រួលឲ្យប្រទេសធំជាងអាចប្រើប្រាស់ឥទ្ធិពលឬក៏ល្បិចកលនយោបាយផ្សេងៗដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួនភាពរហ័សរហួននៅក្នុងការរៀបចំផែនការការទូតបែបនេះគឺជាលក្ខណៈពិសេសរបស់ប្រទេសថៃនៅក្នុងការបិទបាំងនៅរាល់សកម្មភាពមិនស្មោះត្រង់របស់ខ្លួននៅតាមតំបន់ព្រំដែននិងដែនសមុទ្រដែលកំពុងតែមានភាពតានតឹងជាមួយនឹងកម្ពុជាបន្ថែមពីនេះលោកស៊ីហាសៈភួងកេតកែវក៏បានធ្វើការសង្កត់ធ្ងន់និងលើកឡើងយ៉ាងជាក់លាក់បន្ថែមទៀតទៅកាន់ភាគីចិនថាសម្រាប់បញ្ហាដែនសមុទ្រត្រួតស៊ីគ្នាដែលកំពុងតែកើតមានឡើងភាគីកម្ពុជាមិនគួរប្រញាប់ប្រញាល់ជ្រើសរើសយកការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំមកដាក់គៀបសង្កត់លើប្រទេសថៃលឿនពេកនោះឡើយមន្ត្រីការបរទេសថៃរូបនេះបានអះអាងថាភាគីទាំងពីរគួរតែងាកមកធ្វើការចរចាគ្នាត្រឹមយន្តការទ្វេភាគីជាមុនសិនឬក៏អាចពិចារណាប្រើប្រាស់ទម្រង់យន្តការផ្សេងៗទៀតដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីអំពីការប្រើប្រាស់ច្បាប់សមុទ្រ UNCLOS ក៏បានដែរឲ្យតែមិនមែនជាយន្តការបង្ខំឲ្យដោះស្រាយការបង្ហាញនៅការព្រួយបារម្ភខ្លាំងចំពោះយន្តការផ្សះផ្សាដោយចាប់បង្ខំនេះបានធ្វើឲ្យគេសង្កេតឃើញយ៉ាងច្បាស់ថាភាគីថៃនេះពិតជាមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការប្រើប្រាស់ច្បាប់អន្តរជាតិនិងវត្តមានរបស់គណៈកម្មការជំនាញច្បាប់ឯករាជ្យកម្រិតពិភពលោកដែលមិនអាចឲ្យថៃប្រើល្បិចកលបន្លំភ្នែកសាធារណជនបានឡើយថៃដឹងច្បាស់ថាយន្តការទ្វេភាគីគ្មានការចូលរួមពីភាគីទី3ឬក៏អន្តរជាតិគឺជាឱកាសមាសសម្រាប់ពួកគេនៅក្នុងការប្រើប្រាស់កម្លាំងនយោបាយនិងឥទ្ធិពលសេដ្ឋកិច្ចមកគៀបសង្កត់សង្កិនកម្ពុជាដើម្បីលេបយកផលប្រយោជន៍លើដែនសមុទ្រដែលជាបូរណភាពទឹកដីដ៏ពិសិដ្ឋរបស់ខ្មែរដូច្នេះទៅពួកគេព្យាយាមគ្រប់វិធីសាស្ត្រទាំងអស់ដើម្បីរារាំងកម្ពុជាកុំឲ្យដើរតាមគន្លងច្បាប់អន្តរជាតិដ៏មានសុវត្ថិភាពមួយនេះមិនត្រឹមតែប៉ុណ្ណោះលោកស៊ីហាសៈភួងកេតកែវក៏បានបន្តបញ្ជាក់និងសង្កត់ធ្ងន់យ៉ាងខ្លាំងក្លាបន្ថែមទៀតថាលោកមានក្តីសង្ឃឹមយ៉ាងមុតមមថាប្រទេសចិននឹងជួយជំរុញឬក៏ជួយនិយាយបញ្ចុះបញ្ចូលកម្ពុជាឲ្យយល់ព្រមមកធ្វើការចរចាដោយទ្វេភាគីជាមួយនឹងប្រទេសថៃវិញដោយហេតុថាចិនមានទំនាក់ទំនងល្អនិងមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ជាមួយគ្នានេះផងដែរលោកក៏បានបង្ហាញនៅជំនឿចិត្តយ៉ាងមុតមមថាប្រទេសចិននឹងរក្សានៅជំហរអព្យាក្រឹតនិងឯករាជ្យភាពបំផុតនៅក្នុងនាមជាអ្នកសម្របសម្រួលដ៏ល្អដោយចិននឹងមិនធ្វើការលំអៀងទៅកាន់ភាគីណាមួយនោះឡើយព្រោះរដ្ឋាភិបាលថៃរំពឹងថាប្រទេសមហាអំណាចមួយនេះនឹងយល់អំពីសំណើរបស់ពួកគេការដែលថៃរត់ទៅរកការអន្តរាគមន៍ឬក៏ការជួយនិយាយពីសំណាក់ប្រទេសចិនគឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាពួកគេកំពុងតែមានភាពតល់ច្រកនៅក្នុងការទប់ទល់ទៅនឹងយុទ្ធសាស្ត្រការទូតដ៏ឆ្លាតវៃរបស់កម្ពុជាដែលបានសម្រេចចិត្តប្រើប្រាស់ច្បាប់អន្តរជាតិនិងយន្តការ UNCLOS យ៉ាងសកម្មហើយថៃដឹងខ្លួនថាមិនអាចប្រើប្រាស់អំណាចឬក៏ល្បិចកលនយោបាយចំពោះកម្ពុជាបានទៀតទេនៅពេលដែលបញ្ហាដែនសមុទ្រនេះត្រូវបានលើកយកទៅពិភាក្សានៅក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិដែលមានការតាមដានយ៉ាងដិតដល់ពីសំណាក់សហគមន៍អន្តរជាតិទាំងមូលដូច្នេះការព្យាយាមទាញទម្លាក់បញ្ហាឲ្យមក
ត្រឹមការចរចាទ្វេភាគីវិញគឺជាល្បិចកលនយោបាយដ៏ពូកែសម្ដែងរបស់ថៃដើម្បីឲ្យពួកគេអាចបន្តទាញយកផលប្រយោជន៍និងអូសបន្លាយពេលវេលានៅក្នុងការកាន់កាប់ទៅលើទឹកដីនិងដែនទឹករបស់ខ្មែរតាមអំពើចិត្តសកម្មភាពនិងការលើកឡើងរបស់ប្រមុខការទូតថៃរូបនេះបានធ្វើឲ្យមហាជននិងអ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមើលឃើញយ៉ាងច្បាស់អំពីភាពពុតបុត្រនិងល្បិចកលនយោបាយដ៏ខិលខូចរបស់ភាគីសៀមដែលគ្មានប្រទេសណាមួយអាចសម្ដែងបានល្អជាងនេះទៀតឡើយម្ខាងព្យាយាមប្រើប្រាស់កម្លាំងយោធានិងការឈ្លានពានយ៉ាងកំរោលនៅតាមព្រំដែនប៉ុន្តែម្ខាងទៀតបែរជារត់ស្វែងរកការគ្រប់គ្រងនិងព្យាយាមនិយាយកុហកភូតភរថាមើលទៅខ្លួនឯងគឺជាអ្នកស្រឡាញ់សន្តិភាពនិងចង់បានការចរចាដោយសន្តិវិធីទៅវិញការនេះទាមទារឲ្យរដ្ឋាភិបាលកម្ពុជានិងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតនិងដាច់ខាតមិនត្រូវធ្លាក់ចូលទៅក្នុងអន្ទាក់នយោបាយការទូតបោកប្រាស់របស់ភាគីថៃដែលព្យាយាមទាញកម្ពុជាឲ្យចេញពីមាគ៌ាច្បាប់អន្តរជាតិនោះឡើយការប្រកាន់ខ្ជាប់នៅជំហរយ៉ាងម៉ឺងម៉ាត់នៅក្នុងការប្រើប្រាស់យន្តការអន្តរជាតិនិងអនុសញ្ញា UNCLOS គឺជាខែលការពារដ៏រឹងមាំបំផុតមួយដែលមិនអាចអនុញ្ញាតឲ្យប្រទេសថៃនេះអាចមកគៀបសង្កត់ឬក៏កេងចំណេញទៅលើអធិបតេយ្យភាពដែនសមុទ្ររបស់កម្ពុជាតាមអំពើចិត្តចង្រៃរបស់ពួកគេបានទៀតនោះឡើយរាល់ការបដិញ្ញាចិត្តរបស់កម្ពុជានៅក្នុងការពារទឹកដីនិងដែនសមុទ្រត្រូវតែបន្តជំរុញទៅមុខដោយរលូនទោះបីជាមានការរារាំងឬក៏ការប្រើប្រាស់ល្បិចកលនយោបាយបែបណាក៏ដោយពីសំណាក់ប្រទេសថៃនិយាយរួមមកការចុះផ្សាយព័ត៌មានរបស់ The Standard ដែលជាសារព័ត៌មានធំមួយរបស់ថៃបានបើកកកាយយ៉ាងច្បាស់នៅគ្រប់រឿងរ៉ាវនៃល្បិចកលនយោបាយដ៏ខ្មៅងងឹតនិងភាពពុតបុត្ររបស់ថៃនៅក្នុងការប៉ុនប៉ងផ្ដាច់កម្ពុជាចេញអំពីយន្តការច្បាប់អន្តរជាតិកម្ពុជាបានបង្ហាញពិភពលោកឲ្យឃើញរួចរាល់ទៅហើយថាយើងគឺជាប្រទេសដែលស្រឡាញ់សន្តិភាពពិតប្រាកដប៉ុន្តែយើងមិនខ្លាចញញើតទៅនឹងការប្រើប្រាស់ច្បាប់អន្តរជាតិដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ដ៏ផូរផង់របស់ជាតិនោះដែរដូច្នេះការដែលថៃរត់ទៅរកប្រទេសចិនដើម្បីជួយនិយាយឬក៏ព្យាយាមស្នើសុំការចរចាទ្វេភាគីគឺជាសញ្ញាដែលបង្ហាញថាពួកគេកំពុងតែមានភាពភ័យខ្លាចចំពោះការពិតនិងយុត្តិធម៌នៅក្រោមច្បាប់សមុទ្រអន្តរជាតិកូនខ្មែរគ្រប់រូបត្រូវតែបន្តសាមគ្គីភាពជាធ្លុងមួយនិងរក្សាការគ្រប់គ្រងយ៉ាងពេញទំហឹងដល់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តវិធានការការទូតដ៏ឆ្លាតវៃនេះដើម្បីធានាថាទឹកដីនិងដែនសមុទ្រដូនតាទាំងអស់នឹងគង់វង្សរុងរឿងជានិរន្តរ៍និងគ្មានជនបរទេសណាមួយអាចរំលោភបំពានបានឡើយ Infosia